ពីសួរទាំងអស់គ្នាលោកអ្នកបងប្អូនចង់ចេះដាក់រូបបែបនេះដែរឬទេតោះសូមតាមដានវីដេអូនេះទាំងអស់គ្នាក្នុងកម្មវិធីជ្រោមមកនេះកម្មវិធីនេះចុចបកហើយចុច search ទៅហើយបងប្អូនវាយអក្សរអង់គ្លេសមក T W I B បើប៉ុណ្ណឹងខ្ញុំមានហើយបងប្អូនអាចមើលវាចេញមកឲ្យបែបនេះបងប្អូនបាទខាងលើគេនេះបាទចុចបងប្អូនលោតមកដល់ផ្ទាំងនេះយើងចុចលើនឹងទៀតមកបាទហើយយើងអូសឡើងទៅលើនេះបងប្អូនឃើញហើយបងប្អូនចង់មើលមួយណាក៏បានចង់យកមួយណាក៏បានចង់ចុចកន្លែងហ្នឹងមកសញ្ញាព្រួញទូចនេះមកចុចនឹងបកហើយបងប្អូនរកទៅពេញចិត្តអក្សរបែបណាដែលបងប្អូនចង់បានចង់មើលទៅក្នុងហ្នឹងបាទចូលឧទាហរណ៍ខ្ញុំឧទាហរណ៍មើលសិនខ្ញុំចុចមួយនេះចុះហើយបងប្អូនអស់ផ្ទាំងមកលើតិចមកបាទយើងចុចរកពាក្យនេះការជ្រើសរើសរូបថតរបស់អ្នកនេះចុចកន្លែងហ្នឹងមកបាទអញ្ចឹងយើងចង់បានរូបភាពបែបណាយើងរករូបខ្លួនឯងបងប្អូនអញ្ចឹងខ្ញុំឧទាហរណ៍មួយចុះចុចហ្នឹងហើយយើងចុចលើផ្ទាំងលើនេះមកអស់ឡើងទៅលើបាទហើយយើងសេរីរូបមកឲ្យវាស៊ីនឹង profile របស់យើងនេះឲ្យវាត្រូវຂະຫນາດត្រូវគំរូតាមនឹងឲ្យមើលទៅវារៀងគួរសមដែលយើងចង់បានបងប្អូនអត់ឡើងទៅលើទៅនឹងឃើញពាក្យថាទាញយកនេះកន្លែងនេះចុចលើនឹងមកបាទហើយបងប្អូនលោតទាំងនេះហើយកុំខ្វល់អំពីការដែលគេដាក់ជាសញ្ញាលុយយើងចុចសញ្ញាព្រួយនេះមកនេះខាងនេះខាងខំចុចលើហ្នឹងមកវាកំពុងទាញយកហើយបងប្អូនចុចម្ដងទៀតកន្លែងទាញយកបាទអញ្ចឹងយើងអាចទៅកន្លែងរូបថតយើងបានហើយបងប្អូនឃើញនៅនេះឃើញហើយនេះបាទអរគុណបងប្អូនជួបគ្នាវីដេអូក្រោយ